សន្តិសុខសណ្ដាប់ធ្នាប់សង្គមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជាការងារអតិភិបបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសហសម័យទំនើបមួយនេះដែលបណ្ដាលឲ្យមានភាពប្រតិប្រឡាគ្នាច្រើនពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលនិន្នាការទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនតាមរយៈសារពិសេសផ្ញើជូនចំពោះបងប្អូនជនរួមជាតិកាលពីប្រលប់ថ្ងៃទី13ខែមករាសម្ដេចបវរធិបតីបានបញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាកិច្ចការអាទិភាពក្នុងរបៀបវិរៈនយោបាយរបស់ខ្លួនគឺពុំមែនជាការចៃដន្យឡើយសម្ដេចធិបតីបន្ថែមថាការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកគឺជាសក្ខីភាពមួយនៃការអនុវត្តការបដិញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់របស់ជនរួមជាតិក្នុងតំបន់កម្ពុជានិងក្នុងពិភពលោកបើតាមសម្ដេចធិបតីសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមគឺជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាអត្ថិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវការរស់នៅដោយសុខសន្តានរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីលើកិច្ចការខិតខំប្រឹងប្រែងលើកិច្ចការអត្ថិភាពសំខាន់ៗរបស់ជាតិផ្សេងៗទៀត